បើសិនជាបងប្អូនចង់ឲ្យសាប៊ូយើងមានពពុះកាន់តែច្រើនបងប្អូនអាចថែមម្សៅពពុះលើសនៅក្នុងរូបមន្តបានបងប្អូនអាចថែមម្សៅពពុះហើយបើសិនជាបងប្អូនចង់ឲ្យមានភាពចម្រះកាន់តែខ្លាំងបងប្អូនអាចថែមខាងក្រៅដូចគ្នាគឺអាចថែមប្រភេទមេចម្រះឬក៏ថែមកូស្ទិកហើយនឹងទឹកខ្មៅបន្ថែមពីលើរូបមន្តបានយើងនឹងបានសាប៊ូដែលមានភាពចម្រះខ្លាំងជាងនេះហើយនឹងមានពពុះច្រើនជាងនេះអូខេអញ្ចឹងយើងធ្វើរួចរាល់ហើយយើងបានសាប៊ូប៉ុណ្ណេះជាការស្រេចតាមរូបមន្តតែបងប្អូនយកទៅធ្វើអូខេហើយយើងទុកវាទៅវានឹងរងពពុះហើយមកខ្ញុំចាក់វាចូលធុងនេះដើម្បីទុកប្រើ